ស្វាគមន៍ជាបន្តជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រនៅក្នុងវគ្គនេះចង់ឲ្យលោកគ្រូបានលោកគ្រូស្រស់ក៏ដូចជាលោកគ្រូមេសាធ្វើការសង្ខេបតាក់ទងជាមួយនឹងអត្ថប្រយោជន៍នៃការយើងរៀបចំនៅហុងស៊ុយផ្ទះឲ្យបានត្រឹមត្រូវបានសូមអញ្ជើញបាទអូខេអញ្ចឹងខ្ញុំសូមលើកឡើងនៅចំណុចបន្ថែមតិចទៀតតាក់ទងទៅនឹងអត្ថប្រយោជន៍ការដែលយើងរៀបហុងស៊ុយយើងមិនមែនត្រឹមតែទទួលបានទៅលើតែសុខភាពសុភមភាពឱកាសការងារជួយរាសីរបស់យើងត្រឹមតែប៉ុណ្ណោះទេគឺសូម្បីតែការនិយាយស្ដីរបស់យើងជាមួយកូនចៅឬមួយក៏អ្នកដែលគាត់រស់នៅជាមួយយើងអញ្ចឹងជាទូទៅយើងតែងតែសង្កេតមើលថាហេតុអីបានជាផ្ទះខ្លះគេមកនៅជាមួយយើងអត់បានគេមកនៅអញ្ចឹងទៅងាកផ្លាស់ប្ដូរគាត់នៅជាមួយយើងបានមួយរយៈគឺដូរបាទអញ្ចឹងគឺនេះក៏ជាតកតងជាមួយនឹងការរៀបហុងស៊ុយដែរអញ្ចឹងចំណុចទាំងអស់នេះមានតែគ្រូទេដែលគាត់អាចដឹងថាតើមូលហេតុអីដែលធ្វើឲ្យអ្នកដែលមករស់នៅឬក៏អ្នកដែលមកធ្វើការជាមួយគាត់ហ្នឹងតែងតែចេញពីគាត់ទៅរហូតបាទនេះក៏ជាឱកាសមួយដែរនៃការរៀបហុងស៊ុយរបស់យើងបាទអញ្ចឹងការដែលរៀបហុងស៊ុយនេះគឺពាក្យសម្ដីរបស់យើងក្នុងការយើងនិយាយទៅលើកូនចៅឬមួយក៏យើងធ្វើការទៅលើការងារណាមួយតាក់ទងជាមួយនឹងអំណាចការនិយាយស្ដីរបស់យើងគឺមានគេគោរពស្ដាប់យើងច្រើននេះក៏ជាចំណុចល្អនៃការរៀបហុងស៊ុយដែរនៅត្រង់ចំណុចហ្នឹងខ្ញុំចង់សង្ខេបមកវិញបន្តិចពាក់ព័ន្ធជាមួយនឹងការរៀបចំហុងស៊ុយផ្ទះបើសិនជាយើងសង្ខេបឲ្យងាយយល់ប្រៀបដូចជាយើងកំពុងជិះទូកនៅលើមហាសមុទ្រដ៏ធំល្វឹងល្វើយអញ្ចឹងទូកប្រៀបដូចជាទូផ្ទះរបស់យើងទូផ្ទះរបស់យើងពេលដែលយើងរៀបចំហុងស៊ុយគឺយើងបែងចែកទិសនីមួយទាំងអស់ចំនួន8អញ្ចឹងយើងសម័យមើលថាយើងកំពុងជិះទូកនៅកណ្ដាលសមុទ្រដ៏ធំល្វឹងល្វើយហើយផ្នែកនីមួយរបស់ទូកយើងបែងចែកទៅជា8អញ្ចឹងបើសិនជាផ្នែកនីមួយនៃទូកមានការប្រេះស្រាំផ្នែកនីមួយនៃទូកមានការខូចខាតរបូតខ្ចៅត្រង់កន្លែងណាមួយយើងនឹងលិចទឹកដូចគ្នាដែរបើសិនជាតួផ្ទះរបស់យើងមិនថាផ្នែកណាមួយនៃតួផ្ទះរបស់យើងទេមានបញ្ហាផ្នែកហុងស៊ុយណាមួយយើងនឹងមានបញ្ហាអញ្ចឹងតើកាលណាមានបញ្ហាមនុស្សទាំងអស់នៅលើទូករាល់សមាជិកគ្រួសារទាំងអស់ដែលនៅក្នុងផ្ទះសុទ្ធតែប៉ះពាល់ពេលខ្លះទៅយើងគ្រាន់តែគិតថាផ្ទះជាកន្លែងមួយគ្រាន់តែយើងគេនៅជួបជុំគ្រួសារញ៉ាំបាយហើយក្រោកឡើងក៏ម្នាក់មានភារកិច្ចទៅរៀនទៅធ្វើការងារអីអញ្ចឹងយើងអត់ធ្លាប់បានគិតថាសូម្បីតែផ្ទះយើងក៏អាចជួយបដូរជីវិតយើងបានដែរបាទត្រឹមត្រូវចាអញ្ចឹងកន្លែងហ្នឹងបើសិនជាអាចបានន័យថាបងប្អូនទាំងអស់គួរតែរៀបចំហុងស៊ុយផ្ទះមែនទេបាទពិតជាត្រឹមត្រូវការរៀបចំហុងស៊ុយផ្ទះពិតជាសំខាន់ប៉ុន្តែបើសិនជាយើងជ្រើសរើសគ្រូហុងស៊ុយឲ្យបានត្រឹមត្រូវហើយមានវិជ្ជាជីវៈត្រឹមត្រូវរឹតតែសំខាន់ខ្ញុំសូមលើកទៅឧទាហរណ៍មុនបើសិនជាទូករបស់យើងមានការប្រេះស្រាំត្រង់កន្លែងណាមួយបើយើងរើសជាងមិនបានត្រឹមត្រូវទេជួសជុលបានតែមួយផ្លេតពេលដែលយើងចេញទៅឧទាហរណ៍ថានៅកណ្ដាលសមុទ្រម្ដងទៀតស្រាប់តែអានឹងវារបូតខ្ចៅទៀតអានឹងមានន័យថាគ្រូដែលបានរៀបចំឲ្យយើងឬក៏ជាងដែលយើងរើសយកមកធ្វើហ្នឹងគឺមិនមានជំនាញវិជ្ជាជីវៈត្រឹមត្រូវឬក៏មិនមានសមត្ថភាពត្រឹមត្រូវអញ្ចឹងមានបញ្ហាដូចគ្នាដែរហើយការដែលរៀបចំហុងស៊ុយទៀតសោតមានចំណេះជំនាញតែមួយមុខមិនតាន់គ្រប់គ្រាន់ទេទាល់តែចេះខំបាយឬក៏យកវិជ្ជាផ្សេងហ្នឹងមកមិចបញ្ចូលគ្នាដូចជាការរៀបចំហុងស៊ុយដើម្បីធ្វើឲ្យហេងគឺយើងត្រូវយកកត្តា3មករួមបញ្ចូលគ្នាកត្តាមេឃកត្តាដីកត្តាមនុស្សយកទាំងរាសីយកទាំងពេលវេលាយកទាំងទិសដែលត្រូវ start យកទាំងទិស setting របស់ផ្ទះដើម្បីយកមកមិចបញ្ចូលគ្នាគេថា3 in 1បាទល្អពេលដែលយើងយកមករួមបញ្ចូលគ្នាបានបែបហ្នឹងមានន័យថាវេលានៃការដាក់តាំងវត្ថុទៅតាមទិសនីមួយហ្នឹងនឹងកតុនភាពហេងឲ្យយើងឃើញផលលឿនហើយបើសិនជារៀបត្រូវបែបនេះជាមួយនឹងចិនសែដែលមានជំនាញបែបនេះគឺបានផលអ្នកខ្លះ3សប្តាហ៍ឃើញផលលឿនអ្នកខ្លះ3ខែទៅ6ខែចាប់ផ្ដើមឃើញផលហើយអាស្រ័យលើជ័យភូមិផ្ទះគាត់ជាក់ស្ដែងទៀតចាប៉ុន្តែឥឡូវឃើញមានគ្រូចិនសែឬក៏យើងហៅគាត់ថាជា Master ហ្វុងស៊ុយដែលមានច្រើនមែនតើនៅក្នុងទីផ្សារយើងទាំងស្រុកយើងទាំងនៅក្រៅប្រទេសធ្វើឲ្យបងប្អូនគាត់មានលទ្ធភាពនៅក្នុងការជ្រើសរើសគ្រូជំនាញដែលថាធរំត្រូវជួយជីវិតគាត់បានពិតប្រាកដមែនគាត់គួរពិចារណាលើចំណុចអីខ្លះវិធីងាយៗមែនតើដើម្បីជឿទុកចិត្តទៅលើអ្នកណាគេម្នាក់មិនប្រកាសថាគាត់ជាគ្រូហុងស៊ុយសូម្បីតែផ្នែកផ្សេងក៏ដោយទីមួយយើងមើលភាពជោគជ័យរបស់គាត់យើងមើលថាតើគាត់ជាមនុស្សបែបណាយើងមើល background របស់គាត់ពី background របស់គាត់ជាមនុស្សបែបណាបច្ចុប្បន្នគាត់ជោគជ័យបែបណាអញ្ចឹងពេលដែលគាត់និយាយពីភាពជោគជ័យរបស់គាត់ហ្នឹងភាពជោគជ័យហ្នឹងមានពិតមែនអត់បាទទី3មើលទៅលើពាក្យសម្ដីរបស់គាត់ហ្នឹងពេលដែលគាត់និយាយហ្នឹងគាត់គោរពពាក្យសម្ដីរបស់គាត់អត់ហើយចំណុចសំខាន់បន្ថែមទៀតហ្នឹងយើងមើលបុគ្គលិកលក្ខណៈជឿជាក់ថាបងទាំងអស់គ្នាអាចនឹងមានមួយចំនួនភាគច្រើនដែរគាត់ដឹងហើយថាតើបុគ្គលបែបណាដែលស័ក្តិសមជាមើលមកជាគ្រូរបស់យើងអាចឲ្យយើងទុកចិត្តបាន
bên nhómគាត់ថាគ្រូហុងស៊ុយជួយមើលផ្ទះខ្ញុំខ្ញុំទៅមើលផ្ទះគាត់មុនសិន បាទ អាចចឹងបានទេលោកគ្រូ ត្រឹមត្រូវពិតជាត្រឹមត្រូវពីព្រោះថាបើសិនជាផ្ទះរបស់គាត់មិនបានរក្សានៅអនាម័យឬក៏មិនមានក្លិនល្អឬក៏គេហៅថាតាំងរបស់ដែលពិឃាតទិសឬក៏គ្មានរបៀបរៀបរយអាហ្នឹងក៏អត់បានផលដូចគ្នាដែរ ចាអូដល់ចំណុចនេះខ្ញុំធ្លាប់មានឃើញករណីថាការរៀបចំហុងស៊ុយផ្ទះខុសអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកនៅទៀតមែនទេលោកគ្រូ ពិតជាត្រឹមត្រូវក្នុងខេសហ្នឹងគេហៅថាខេសដែលកម្រជួនកាលរាសីរបស់គាត់ក្នុងឆ្នាំនេះគាត់ប៉ះឧទាហរណ៍ថាក្នុងឆ្នាំនេះគឺឆ្នាំអាសាញ់គាត់មានកុលក្នុងតួរាសីមិនថាមួយតួឬក៏ពីរតួហើយជាប្រភេទរាសីឆុងស៊ុយអត់ត្រូវការគាត់អត់ត្រូវការធាតុភ្លើងទេចៃដនអីពេលដែលរាសីធ្លាក់អញ្ចឹងប្រៀបដូចជាគាត់ដើរនៅលើផ្លូវដែលគេយកកណាត់ខ្មៅចងភ្នែកគាត់អញ្ចឹងគាត់គិតឃើញអ្វីដែលខុសៗប៉ុន្តែគាត់គិតថាហ្នឹងត្រូវពេលដែលគាត់ធ្វើអញ្ចឹងទាញឲ្យគាត់ទីមួយអាចនឹងថាជ្រើសរើសគ្រូហុងស៊ុយដែលមិនមានជំនាញច្បាស់លាស់ទីពីរអាចថាគាត់ជឿលើក្បួនហុងស៊ុយដែលគេផ្សាយតាម social media ហើយយកគាត់យកទៅអនុវត្តដែលបានរើសវេលាល្អអញ្ចឹងអារិស័យហ្នឹងវាទាញឲ្យគាត់គិតបែបហ្នឹងពេលដែលរិស័យធ្លាក់ហើយទាញឲ្យគាត់គិតរៀបហុងស៊ុយធ្លាក់ទៀតអាហ្នឹងគេថាត្រួតហើយវេលាដែលគាត់ចាប់ផ្ដើមមកមេឃដីមនុស្សអត់រួមគ្នាទៀតពិឃាតទិសទៀតទឹកវេលាធ្វើឲ្យគាត់មានបញ្ហាហ្នឹងបើមានបញ្ហាតែគាត់មិនអត់អីទេចុះបើសិនជាសមាជិកគ្រួសារក្មេងៗតូចៗឬក៏ម៉ាក់ប៉ានៅក្នុងផ្ទះជាមួយគ្នាដែរអាហ្នឹងគេហៅថាយើងកំពុងជិះទូកមួយរួមគ្នាបើសិនជាមានបញ្ហាគឺមានបញ្ហាទាំងអស់គ្នា អញ្ចឹងបានន័យថាការរៀបចំហុងស៊ុយផ្ទះនេះគឺថាត្រូវប្រយ័ត្នឲ្យបានខ្លាំងមែនតើសម្រាប់លោកគ្រូវិញតើមានអ្វីជាការណែនាំជូនដល់បងប្អូនយើងសម្រាប់ប្រធានបទមួយនេះ បាទអញ្ចឹងជាចុងក្រោយខ្ញុំមានចំណុចចង់ឲ្យបងប្អូនពិនិត្យទៅលើចំណុច3បាទទី1គឺសូមឲ្យពិនិត្យទៅលើខ្យល់បរិយាកាសនៅក្នុងផ្ទះរបស់គាត់តើផ្ទះរបស់គាត់មានហប់ខ្យល់ដែរឬក៏ទេឬក៏អត់ទេអញ្ចឹងបើសិនជាផ្ទះគាត់ហប់ខ្យល់គឺសូមឲ្យគាត់ជួយបើកធ្វើយ៉ាងណាឲ្យផ្ទះគាត់មានខ្យល់ចេញចូលមួយថ្ងៃយ៉ាងហោចណាស់ក៏មានឲ្យបាន2ម៉ោងដែរដើម្បីធ្វើការផ្លាស់ប្ដូរខ្យល់បរិយាកាសខាងក្នុងផ្ទះបាទហើយសម្រាប់ចំណុចទី2គឺតកតងជាមួយនឹងពន្លឺជាទូទៅយើងគិតថាពេលថ្ងៃពន្លឺគ្រប់គ្រាន់យើងអាចមិនចាំបាច់បើកទេដើម្បីយើងសន្សំសំចៃភ្លើងតែធៀបពិតគឺករណីដែលផ្ទះយើងស្ទើរពន្លឺគឺធ្វើឲ្យយើងនឹងគឺមិនមានភាពស្រស់ស្រាយទេគឺយើងងងុយគេអញ្ចឹងការដែលយើងមិនបើកពន្លឺគ្រប់គ្រាន់ក៏ធ្វើឲ្យប៉ះពាល់ទៅលើចំណុចហុងស៊ុយដែរបាទហើយចំណុចចុងក្រោយមួយទៀតនោះគឺតកតងជាមួយនឹងការសម្អាតឬក៏របស់របរនៅក្នុងផ្ទះរបស់គាត់នេះគឺសុទ្ធតែជាចំណុចសំខាន់អញ្ចឹងករណីដែលចង់ឲ្យហុងស៊ុយផ្ទះល្អគាត់ត្រូវគិតទៅលើប្រព័ន្ធចរន្តខ្យល់ទៅលើពន្លឺហើយនឹងសម្ភារៈអីវ៉ាន់ផ្សេងៗដែលគាត់បានដាក់នៅក្នុងផ្ទះនោះបាទនេះគឺជាចំណុចដែលសូមឲ្យបងប្អូនពិនិត្យទៅលើចំណុចទាំងអស់នេះបាទ សរុបជារួមមកបានតកតងជាមួយនឹងប្រធានបទរបស់យើងនៅសប្តាហ៍នេះគឺពិតជាមាននៅសារៈប្រយោជន៍មែនទែនសម្រាប់បងប្អូនរបស់យើងហើយបងប្អូនរបស់យើងទាំងអស់គ្នាគួរតែមានការប្រឹក្សាយោបល់ឲ្យបានល្អតកតងជាមួយនឹងការរៀបចំហុងស៊ុយយ៉ាងណាដើម្បីទទួលបាននៅការពង្រីកជាមួយនឹងភាពជោគជ័យទទួលបាននៅអ្វីដែលជាលទ្ធផលល្អសម្រាប់ខ្លួនយើងត្រូវតែមានការប្រឹក្សាយោបល់ជាមួយនឹងគ្រូជំនាញតកតងជាមួយផ្នែកហុងស៊ុយមួយនេះផងដែរ បាទសំខាន់បន្តិចនៅត្រង់នេះខ្ញុំចង់ថែម tip មួយទៀតសម្រាប់បងដែលជាអតិថិជនដែលបានរៀបចំហុងស៊ុយជាមួយក្រុមគ្រូជំនាញរួចរាល់ហើយចង់ឲ្យគាត់តាមដានហុងស៊ុយប្រចាំឆ្នាំរបស់គាត់មានន័យថាការដែលយើងរៀបចំហុងស៊ុយជាមួយក្រុមគ្រូជំនាញហើយមិនប្រកាសថាឆ្នាំក្រោយយើងអត់បានផ្លាស់ប្ដូរអីវ៉ាន់ឬក៏យើងអត់បានតាមដានព័ត៌មានបានដិតដល់ជាហេតុធ្វើឲ្យគាត់មានបញ្ហាបាទការមានបញ្ហាគឺដោយសារតែគាត់អត់បានផ្លាស់ប្ដូរតារាសាស្ត្រប្រចាំឆ្នាំមិនរៀបមិនមែនគិតថារៀបតែម្ដងហើយគឺមានប្រយោជន៍រហូតមកជីវិតចឹងទេណាបាទអញ្ចឹងឲ្យគាត់ផ្លាស់ប្ដូរអវណ្ណតារាសាស្ត្រប្រចាំឆ្នាំតាមពិតទៅមិនមែនផ្លាស់ប្ដូរទិញថ្មីអីទេគ្រាន់តែផ្លាស់ប្ដូរទីតាំងនៃការដាក់តាំងបើយើងនិយាយឲ្យស្រួលស្ដាប់ប្រៀបដូចជាយើងយកឡានយើងទៅឈៀកឡានរៀងរាល់2ឆ្នាំម្ដងអញ្ចឹងតែកាលណាយើងឈៀកបានទៀងទាត់មានសុវត្ថិភាពបាទមានសុវត្ថិភាពណាក៏គេចង់ជិះឡានមួយយើងដែរបាទអរគុណច្រើនសម្រាប់វត្តមានរបស់លោកគ្រូមេសាលោកគ្រូស្រស់ដែលបានអញ្ជើញចូលរួមជាមួយកម្មវិធីរបស់យើងហើយបានបញ្ជាក់នៅអ្វីដែលលម្អិតល្អតាក់ទងជាមួយនឹងប្រធានបទរបស់យើងនៅក្នុងសប្តាហ៍នេះអរគុណសម្រាប់ពុកម៉ែបងប្អូនរបស់យើងទាំងអស់គ្នាក្នុងការតាមដានទស្សនាជាមួយកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រនៅសប្តាហ៍នេះនៅពេលនេះយើងខ្ញុំទាំងអស់គ្នាព្រមទាំងក្រុមការងារសូមអរគុណនិងសូមគោរពលា